តោះមកមើលហាងលក់ពងអត់ម្ចាស់ក្បែរផ្ទះរបស់ខ្ញុំហ្នឹងនៅប្រទេសជប៉ុនពងទាហ្នឹងម្ចាស់ហាងនិយាយថាបើហូបឆៅក្លុកវាគោះឲ្យក្លុកមួយបាយញ៉ាំឆ្ងាញ់មែនតើប៉ុន្តែខ្ញុំអីអត់ចេះញ៉ាំទេអញ្ចឹងមានតែទិញឲ្យយកទៅចៀនតាមធម្មតាអញ្ចឹងទៅវារៀងថ្លៃជាងពងនៅផ្សារបន្តិចប៉ុន្តែគាត់ថាឆ្ងាញ់ហើយវាថ្មីអញ្ចឹងណាអញ្ចឹងទិញកន្លែងគាត់រហូត8គ្រាប់250 yen ចាទិញឲ្យដល់វគ្គគិតលុយចាលុយគឺគេដាក់ក្នុងប្រអប់ហ្នឹងប្រអប់សម្រាប់ដែលគេទុកឲ្យយើងដាក់ហ្នឹងយើងមានលុយกระดาษយើងបត់លុយกระดาษដាក់ចូលក្នុងហ្នឹងទៅយើងមានលុយកាក់យើងដាក់លុយកាក់ក្នុងហ្នឹងទៅហើយសម្រាប់គាត់វិញលុយគាត់រាយអញ្ចឹងគាត់ដាក់ម្ដង2ម្ដង4ម្ដង6លោតទៅគ្រប់250 yen ក្នុងកញ្ចប់ហ្នឹងហើយយើងក៏មកមើលกระดาษជូតមាត់ទៅក្នុងឡានទៅនងហើយពងគេធ្វើពីគេកសែតនិយាយទៅការឌីក័រហាងគេហ្នឹងគឺពងទាំងអស់មិនថាអីក៏ពងទាំងអស់មានពងមាន់មើលតែមួយយ៉ាងដែរតែខ្ញុំជឿចិត្តមើលពេលទិញពងមាន់កន្លែងគាត់ម្ដងមើលទៅវាស្អាតប្លែកភ្នែកអត់មានមនុស្សនៅប៉ុន្តែមើលទៅប្លែកហ្មងអានេះប្រហែលទឹកជ្រលក់ពងមាន់ដែលគេហូបឆៅហ្នឹងណាពេលយើងទិញពងហើយយើងយកទឹកជ្រលក់ហ្នឹងទិញទឹកជ្រលក់ហ្នឹងញ៉ាំបានមកងាយមកហូបគេហើយអញ្ចឹងយើងត្រឡប់ផ្លូវទៅផ្ទះខ្ញុំវិញម្ដងចាដើរតែបន្តិចដល់អានេះផ្ទះបងឥណ្ឌានៅក្បែរផ្ទះខ្ញុំដែរផ្ទះបងឥណ្ឌាហើយនោះទ្រុងមាន់ដែលខ្ញុំចូលហ្នឹងហើយផ្លូវមើលទៅដូចរៀងព្រៃអាម៉ាហ្សូនអីតិចណាតែអត់អីទេពេលនៅក្បែរគ្នាអញ្ចឹងមានអារម្មណ៍ថាវាស្រួលមួយយ៉ាងដែរក្លៀនពងស្មានណាយើងមកទិញមកចាមកមើលព្រៃប្រឹក្សាយើងវិញឡើងខៀវស្ងាត់ហ្មងខៀវស្ងាត់ហើយមើលទៅដូចស្រស់ស្រាយហ្មងហើយខ្ញុំប្រចាំងទៅនោះដូចដើម7ទឹកបារាំងអ្ហ្មិចទេផ្កាវាដូចមានអារម្មណ៍ថាដូចនឹកខ្មែរដល់ហើយពេលឃើញផ្កាអីស្តៀងខ្មែរអញ្ចឹងឃើញអត់បងប្អូនដូច7ទឹកបារាំងរៀបរាប់ចុះរៀបរាប់ឡើងដល់ផ្លូវទៅផ្ទះបាត់នៅផ្លូវបាត់ហ្នឹងចូលផ្ទះខ្ញុំហើយអញ្ចឹងចាំមើលផ្ទះខ្ញុំទាំងអស់គ្នាចាមានខ្លាំងទៅវាអញ្ចឹងធំតលាយពុះឡានក្រុមហ៊ុនគាត់ចេញចូលអញ្ចឹងហើយនៅខាងស្ដាំដៃនោះមានផ្ទះឆ្កែខាងឆ្វេងដៃផ្ទះខាងខ្ញុំចានោះផ្ទះឆ្កែទូចនោះនេះផ្ទះខ្ញុំនៅហើយហៅសឹកកន្លែងធ្វើការជាមួយខ្ញុំប្រចាំងផ្ទះឆ្កែមើលនោះវាកំពុងដេកមុខផ្ទះហើយខាងហ្នឹងសាការ៉ាប៉ុន្តែវាអត់ដល់ខែវាពេលខ្ញុំថតហ្នឹងអត់ដល់ខែទេទើបតែដល់ឥឡូវនេះបញ្ចូលសលេងហ្នឹងគឺវារួយស្លឹកអស់ហើយនោះតែវាធំមកមើលអញ្ចឹងមែនតែវាវែងទៅក្រោយឆ្កែហ្នឹងខ្លួនធំពេលឡើងដេកក្នុងផ្ទះវាឈរវល់ខ្លួនឲ្យបានឡើងមកអែមផ្ទះគេហ្នឹងហើយឡើងទិដ្ឋភាពជុំវិញផ្ទះគេឡើងខៀវស្ងាត់ហ្មងហើយណាក៏ស្រឡាញ់វាដែរវាមានតែមួយហើយគេចេញធ្វើការគេទៅហៅវាលេងគេនាំវាទៅលេងហើយគេសប្បាយចិត្តពេលមានអ្នកទៅលេងគេជាពិសេសបានកាន់នំទៅឲ្យទៀតគេសប្បាយចិត្តហ្មងអ្នកឃើញបោះឲ្យទៅរៀងកជ្រោលបោះនំឲ្យវាញ៉ាំគេសប្បាយចិត្តពេលបោះនំឲ្យគេដល់ពេលបោះនំឲ្យគេយូរទៅគេចំណាំពេលយើងចេញមកពីផ្សារវិញអីចឹងគឺគេព្រុសហើយគេហៅយើងអីចឹងហើយគេចំណាំមកបានបោះអីគេទៀតប្រទៅសប្បាយចិត្តតែអត់ខំអត់អីទេថាវារៀងខ្លាចដែរឆ្កែធំពេកហើយអ្នកបោះនេះអត់ចេះបោះទៀតអ្នកបោះនេះដូចទៅបោះឲ្យចំណៃឲ្យវាលើកដំបូងចឹងគ្នាប្រឹងរត់ផងអីផងអាណិតគ្នាទៀតនេះរត់ណាត់តណែងពេញនឹងធម្មតាឆ្កែតែបោះទៅវាចាស់ហាមអត់ចាំហីតែនេះវិញអត់ទេបោះរប៉ាត់រប៉ាយពេញនឹងហើយនេះគេកំពុងស៊ីគេស្លឹងមើលមកហើយគេលូតអូយពេលនឹងឡើងភ័យមែនតើហ្មងថារត់មកខំខ្ញុំទៀតទេខ្លាចវារត់មកខំ
hồi cái này mình đai khăm hồn nữa ở tập phân đây lắm mà đằng khala vậy ôi lúc ơi bàn mùi đi còn bà lại còn bỏ chân này oi chứ chà bóng ô này hay mơ cam phiết từ nên ai thì cả bị bỏ chân này ở Việt Si nâng anh chà bên anh chạy tê tê